ដោយបានឃើញច្បាស់ថានឹងមានជោគជ័យហើយនៅថ្ងៃទី28ខែមេសាឆ្នាំ1949បៅដាយបានវិលត្រឡប់មកកូសាំងស៊ីនវិញដោយមកតាំងនៅដាឡាន់បៅដាយបានតែងតាំងឧត្តមសេនីយ៍ Queen Van Swung ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅក្រោមការទទួលខុសត្រូវរបស់ទ្រង់ផ្ទាល់ក្នុងឋានៈជាប្រមុខរដ្ឋវៀតណាមមួយដែលបានបង្កើតឡើងដោយបារាំងអាណានិគមគ្មានសភាជាតិគ្មានរដ្ឋធម្មនុញ្ញគ្មានថវិកាពោលគឺគ្មានលំនឹងមិនយូរប៉ុន្មាន Queen Van Swung បានលាឈប់ពីតំណែងបៅដាយបានតែងតាំងលោក Queen Phan Long ជំនួសវិញភ្លាមនៅថ្ងៃទី30ខែធ្នូឆ្នាំ1949បារាំងបានចាប់ផ្ដើមប្រគល់អធិបតេយ្យភាពទៅឲ្យបៅដាយនៅកូសាំងស៊ីនកងទ័ពបារាំងនៅកាន់កាប់ទីក្រុងដដែលតែនៅតាមស្រែចម្ការវិញកងទ័ពបារាំងនេះកាន់កាប់តែនៅពេលថ្ងៃនៅពេលយប់វិតមិញមានព្រៀបជាងដោយគ្មានមធ្យោបាយដើម្បីគ្រប់គ្រងប្រទេសបៅដាយគិតតែពីរឿងអបាយមុខសប្បាយស្រីញីបបបាញ់សัตว์ជប់លៀងផឹកស៊ីសប្បាយហឺហាដូចតែពីមុនក្រោយពីចិនកុម្មុយនីសបានទទួលជោគជ័យជំនះទៅលើកងទ័ពលោកសេនាប្រមុខជាងកាជាមកជាពិសេសក្រោយពីកងទ័ពកូរ៉េខាងជើងបានវាយលុកចូលទៅកូរ៉េខាងត្បូងនៅក្នុងខែមីនាឆ្នាំ1950ចម្បាំងនៅវៀតណាមបានប្រែក្លាយទៅជាចម្បាំងមួយថ្មីរវាងបកកុម្មុយនីសនិងបកពួកលោកខាងសេរីសហរដ្ឋអាមេរិកបានចាប់ផ្ដើមផ្ដល់ជំនួយយោធាដល់កងទ័ពបារាំងនិងរដ្ឋដែលនៅឥណ្ឌូចិននៅកូសាំងស៊ីននៅក្នុងឆ្នាំ1951បារាំងបានខិតខំជាខ្លាំងដើម្បីពង្រីកនិងពង្រឹងកងទ័ពយួនរហូតដល់បាន4កងពលធំនៅក្នុងឆ្នាំនោះដែរមេយួនកុម្មុយនីសលេយ៉ុងបានមកជំនួសឃ្វៀងបេងវិញចំណែកខាងបៅដាយក៏មានការផ្លាស់ប្ដូរដែរនាយករដ្ឋមន្ត្រីឃ្វៀងផាន់ឡុងត្រូវបានជំនួសដោយត្រឹងវ៉ាន់ហៅសេចក្តីសង្ឃឹមរបស់បារាំងថាបៅដាយនឹងអាចនាំសន្តិភាពមកវិញគ្មានបានទទួលលទ្ធផលអ្វីទាំងអស់ទៅវិញសង្គ្រាមបានឡើងកម្រិតកាន់តែខ្លាំងឡើងជាងមុនពេលទៅទៀតមកពីវៀតមិញចាប់ទទួលជំនួយយ៉ាងសន្ធឹកសន្ធាប់ពីបកសម្ព័ន្ធកុម្មុយនីសជាពិសេសពីប្រទេសចិននិងរុស្ស៊ីនៅក្នុងខែមិថុនាឆ្នាំ1952បៅដាយបានដូរនាយករដ្ឋមន្ត្រីម្ដងទៀតដោយដាក់លោក Queen Van Tâm ជំនួសលោកត្រឹងវ៉ាន់ហៅវិញក្រោយពេលឧត្តមសេនីយ៍ De Lat បានបង្កើតកងទ័ពជាតិវៀតណាមមក Queen Van Tâm បានផ្ដល់ឋានន្តរស័ក្តិដល់កូនរបស់លោកផ្ទាល់ Queen Van Hing ជាឧត្តមសេនីយ៍ហើយតែងតាំងអគ្គមេបញ្ជាការកងទ័ពនេះនៅចុងឆ្នាំ1952កងទ័ពវៀតណាមខាងត្បូងបានឡើងរហូតដល់200,000នាក់ក្នុងការរៀបចំកងទ័ពនេះរដ្ឋាភិបាលជាអ្នកជ្រើសរើសបារាំងជាអ្នកបង្ហាត់បង្រៀនសហរដ្ឋអាមេរិកជាអ្នកផ្ដល់អាវុធយុទ្ធភណ្ឌនិងវិវត្តក្នុងពេលដែលបារាំងខិតខំដកខ្លួនចេញបន្តិចម្ដងពីតំបន់នេះសហរដ្ឋអាមេរិកក៏ខិតខំចូលមកជំនួសវិញបន្តិចម្ដងដែរក្រមយោធានិងទីប្រឹក្សាអាមេរិកកាំងបានមកតាំងនៅព្រៃនគរតែម្ដងដើម្បីកម្រិតជំនួយយោធាដល់កងទ័ពបារាំងដែលនៅសេសសល់និងដល់កងទ័ពវៀតណាមខាងត្បូងដែលទើបនឹងបានបង្កើតនេះផងនៅថ្ងៃទី10ខែឧសភាឆ្នាំ1953រដ្ឋាភិបាលបារាំងរបស់លោក René Millet បានបញ្ចុះតម្លៃប្រាក់ព្យាដោយឥតបានសួរយោបល់ដល់ប្រទេសទាំង3នៅឥណ្ឌូចិនទីប្រទេសទាំង3បានធ្វើការតវ៉ាជាខ្លាំងថែមទាំងអស់ជំនឿទៅលើអ្វីដែលបារាំងធ្វើទាំងអស់លោកនាយករដ្ឋមន្ត្រីវៀតណាម Queen Van Tâm បានសូមឲ្យបារាំងធ្វើការសើរើគំនិតអំពីសហភាពបារាំងឡើងវិញសូមឲ្យលុបចោលនៅសហភាពគយនិងសហភាពរូបិយប័ណ្ណប្រទេសទាំង3ដែលមានកំណើតកាលពីសន្និសីទនៅប៉ូលនៅប្រទេសបារាំងក្នុងខែមិថុនាឆ្នាំ1950នៅថ្ងៃទី3ខែកក្កដាឆ្នាំ1953រដ្ឋាភិបាលបារាំងរបស់លោក ឡាន នីញ៉ែល បានធ្វើសេចក្តីថ្លែងការណ៍មួយក្នុងបំណងផ្ដល់ឯករាជ្យពិតៗនិងអធិបតេយ្យភាពទៅឲ្យប្រទេសទាំង3ក្នុងឥណ្ឌូចិនដោយធ្វើការផ្ទេរសមត្ថកិច្ចទាំងអស់ដែលបារាំងនៅកាន់កាប់នៅឡើយបៅដាយឆ្លៀតឱកាសមកកាន់ប្រទេសបារាំងភ្លាមពីខែក្រោយមកគឺនៅក្នុងខែកញ្ញានាយរដ្ឋមន្ត្រី Queen Van Tâm ក៏បានមកដល់បារាំងដែរ
នៅពេលនោះគ្មាននរណាម្នាក់នឹកស្មានសោះទេថានេះជាដំណើរចុងក្រោយ Edward ត្រឡប់វិញរបស់បាវដាយនោះទេ